ប្រជាពលរដ្ឋខ្មែរជាម្ចាស់ជោគវាសនាជាតិដែលបានចែងនៅក្នុងវិទ្យាខណ្ឌទី2មាត្រាទី51នៃរដ្ឋធម្មនុញ្ញពុកម៉ែបងប្អូនសាធារណជនសូមគោរពជំរាបសួរក៏សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គផងដែរថ្ងៃនេះយើងមកនាំគ្នាដឹងតាមរយៈការផ្សព្វផ្សាយរបស់ខ្ញុំនៅអត្ថន័យដ៏ទូលំទូលាយសម្រាប់តែពាក្យមួយឃ្លាដែលបានចែងថាប្រជាពលរដ្ឋខ្មែរជាម្ចាស់ជោគវាសនាប្រទេសជាតិពាក្យនេះចែងមកបានអនុវត្តបានត្រឹមតែទើបតែមានការអនុម័តនៅរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាបង្កើតក្នុងឆ្នាំ1993ដែលចាប់ផ្ដើមពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991សំខាន់ណាស់មានន័យណាស់ក្តោបអត្ថប្រយោជន៍សុខទុក្ខសុខមាលភាពពលរដ្ឋប្រជាជនខ្មែរទាំងមូលមួយវិទ្យាខណ្ឌនេះត្រូវតែដឹងត្រូវតែស្គាល់ទាំងអស់គ្នាបើសិនជាពួកយើងស្រឡាញ់លទ្ធិប្រជាធិបតេយ្យពុកម៉ែបងប្អូនវិទ្យាខណ្ឌដែលចែងថាប្រជាពលរដ្ឋខ្មែរជាម្ចាស់ជោគវាសនាប្រទេសជាតិកាលពីមុនឆ្នាំ1991មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកម្ពុជាមិនមានរបបប្រជាធិបតេយ្យសេរីពហុបកពេលនោះជោគវាសនាប្រទេសជាតិមិនមែនសម្រាប់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទេប្រជាពលរដ្ឋគ្រាន់តែជាកម្លាំងធ្វើតាមការសម្រេចចិត្តរបស់អ្នកដឹកនាំតែប៉ុណ្ណោះដោយមូលហេតុនេះដូនតាយើងបុព្វបុរសយើងសាច់ញាតិយើងក៏បានរងគ្រោះក៏បានពលីញើសឈាមឆ្អឹងគោជាភ្នំសាច់ឈាមជីវិតដើម្បីការពារប្រទេសជាតិទោះបីជាត្រូវពលីនៅក្នុងក្បួនមួយដែរពលរដ្ឋប្រជាជនកម្ពុជាមិនមានសិទ្ធិអំណាចដឹកនាំគ្រប់គ្រងប្រទេសក៏ដោយខ្ញុំចង់បង្ហាញពីភ័ព្វព្រេងវាសនាក្រោយឆ្នាំ1991ដែលខ្មែរធ្លាប់តែស្ថិតនៅក្រោមរបបអាណានិគមនិយមរបបសក្តិភូមិរបបកុម្មុយនីសរបបអាយ៉ងរបបផ្ដាច់ការបែរជាមានភ័ព្វវាសនាមករស់នៅមកដើរតាមលទ្ធិប្រជាធិបតេយ្យដែលពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិមានអំណាចជាម្ចាស់ជោគវាសនាប្រទេសជាតិសំណួរសួរថាតើប្រជាពលរដ្ឋខ្មែរជាម្ចាស់ជោគវាសនាប្រទេសជាតិពលរដ្ឋខ្មែរជាអ្នកសម្រេចឬលទ្ធផលនៃការគ្រប់គ្រងប្រទេសជាតិមានដោយរបៀបណាជាការសិក្សាស្វែងយល់របស់ខ្ញុំពលរដ្ឋខ្មែរគ្រប់រូបដើម្បីคลายខ្លួនទៅជាម្ចាស់ប្រទេសម្ចាស់ជោគវាសនាពិតប្រាកដដំបូងត្រូវស្គាល់សិនថាអ្វីទៅពាក្យថាជាតិពាក្យថាប្រទេសជាតិដែលយើងត្រូវតែដឹកនាំត្រូវតែគ្រប់គ្រងនោះគឺសំដៅទៅលើបូរណភាពទឹកដីអធិបតេយ្យប្រជាជននយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌ទាំងនេះទាំង7ចំណុចនេះជាជាតិដែលពួកយើងត្រូវតែខ្វល់ខ្វាយត្រូវតែគ្រប់គ្រងត្រូវតែស្គាល់ហើយបន្តចែករំលែកផ្ដល់ទៅពលរដ្ឋយើងដទៃទៀតដែលគាត់មិនទាន់បានស្គាល់ចាប់ពីឆ្នាំ1993យើងចាប់ផ្ដើមអនុវត្តនៅគោលការណ៍លទ្ធិប្រជាធិបតេយ្យហើយ
ដោយរូបភាពយើងមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យនៅក្នុងសង្គមប្រជាធិបតេយ្យចាប់ផ្ដើមចាំបាច់ត្រូវតែមានធម្មនុញ្ញប្រជាធិបតេយ្យបាទបើធម្មនុញ្ញអត់ប្រជាធិបតេយ្យអត់សិទ្ធិមនុស្សផងមិនគេហៅថាប្រទេសប្រជាធិបតេយ្យចងចាំបើនៅវង្វេងនៅមិនទាន់ច្បាស់ចាប់ផ្ដើមដឹងពីពេលមួយទៀតចំណុចដែលសំខាន់ដើម្បីឲ្យប្រទេសមួយដែលមានធម្មនុញ្ញប្រជាធិបតេយ្យហើយអនុវត្តតាមក្បួនប្រជាធិបតេយ្យបានពលរដ្ឋត្រូវតែជាអ្នកបង្កើតអ្នកដឹកនាំស្គាល់ឲ្យច្បាស់នៅអំណាចកម្ពុជាទាំង3របស់ជាតិគឺអំណាចនីតិបញ្ញត្តិអំណាចនីតិប្រណិប័តនិងអំណាចតុលាការដែលកើតចេញពីការជ្រើសរើសនិងសម្រេចចិត្តរបស់ពួកយើងដែលជាពលរដ្ឋម្នាក់ៗតាមរយៈការបោះឆ្នោតដោយសកលនិងអសកលដោយសេរីនិងយុត្តិធម៌គ្រប់អាណត្តិបើសិនជាពួកយើងជាប្រជាពលរដ្ឋអាយុចាប់ពី18ឡើងទៅមានសិទ្ធិចូលឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅអាយុចាប់ពី25ចូលរួមបោះឆ្នោតចាប់ពីអាយុ18ឆ្នាំជ្រើសរើសមេដឹកនាំខុសជ្រើសរើសគណៈបកនយោបាយដឹកនាំប្រទេសខុសយើងនឹងរងគ្រោះរងទុក្ខចាប់ពី1អាណត្តិឡើងទៅមិនបានខ្ញុំនិយាយថាចាប់ពី1អាណត្តិឡើងទៅ1អាណត្តិ5ឆ្នាំសម្រាប់ការបោះឆ្នោតជាសកលមិនមែនរងគ្រោះតែ5ឆ្នាំនោះទេប្រសិនបើយើងនឹងរើសខុសនោះវាត្រូវមានលទ្ធផលតទៅមុខទៀតអញ្ចឹងបើសិនជាយើងជ្រើសរើសខុសហើយយើងត្រូវតែត្រឡប់មកការផ្លាស់ប្ដូរមកវិញតាមរយៈការតស៊ូណាជ្រើសរើសយកថ្នាក់ដឹកនាំគណៈបកនយោបាយណាដែលមានលទ្ធភាពមានសមត្ថភាពអធិពលក្នុងការដល់នៅសិទ្ធិមនុស្សនិងប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឲ្យមកយើងវិញសាធារណជនដើម្បីទទួលបាននូវអំណាចកម្ពុជាទាំង3ឯករាជ្យមានតលយៈភាពអំណាចដាច់ពីគ្នាពួកយើងត្រូវតែធ្វើខ្លួនជាប្រជាពលរដ្ឋដែលចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌តាមរយៈធ្វើខ្លួនឲ្យជាពលរដ្ឋឯកតនាមពលរដ្ឋនីតិរដ្ឋពលរដ្ឋម្ចាស់ភាពម្ចាស់ជីវភាពនិងពលរដ្ឋសកម្មបន្ទាប់ពីសង្គមប្រជាធិបតេយ្យមួយដែលមានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យមានអំណាចកម្ពុជាទាំង3បាទដាច់ដោយឡែកពីគ្នាមានតលយៈភាពมันមានការរំលោភអំណាចហើយកត្តាដែលសំខាន់ចាប់ផ្ដើមតម្រូវឲ្យសង្គមប្រជាធិបតេយ្យនោះត្រូវតែមានគឺពលរដ្ឋម្ចាស់ប្រទេសនេះបើចង់ក្លាយជាម្ចាស់ជោគវាសនាប្រទេសជាតិត្រូវតែមានកាតព្វកិច្ចធ្វើជាពលរដ្ឋដែលដឹងអ្វីទៅជាពលរដ្ឋឯកតនាមដែលខ្ញុំបានបញ្ជាក់មុននេះត្រូវស្គាល់អង្គទាំង5នៃការបោះឆ្នោតមានដូចជាគណៈកម្មការជាតិរៀបចំការបោះឆ្នោតបាទអ្នកអង្កេតការបាទជាតិនិងអន្តរជាតិសង្គមស៊ីវិលអ្នកសារព័ត៌មានអាជ្ញាធរសមត្ថកិច្ចនិងឧត្តមក្រុមប្រឹក្សាធម្មនុញ្ញដែលជាអ្នកដោះស្រាយនៅវិវាទនានាដែលបានកើតឡើងនៅក្នុងអំឡុងពេលនៃការបោះឆ្នោតរាប់មិនដឹងរាល់បញ្ហារាល់ដំណោះស្រាយជាករណីកិច្ចរបស់ពួកគាត់លើពីនោះយើងត្រូវស្គាល់ត្រូវដឹងពីអ្នកនយោបាយគណៈបកនយោបាយដែលចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោតគ្រប់រូបភាពសកលអសកលឃុំសង្កាត់ក្រុមប្រឹក្សាក្រុងស្រុកខណ្ឌរាជធានីខេត្ត
តំណាងរាជរដ្ឋសភានិងព្រឹទ្ធសភាយើងត្រូវតែស្គាល់ពួកគាត់ប្រយ័ត្នតាធ្វើជាពលរដ្ឋម្ចាស់ប្រទេសម្ចាស់អំណាចម្ចាស់ជោគវាសនាប្រទេសជាតិតែបែរជាអត់ដឹងថាថ្នាក់ដឹកនាំណាតំណាងរាជមួយណាមុខយ៉ាងម៉េចកិច្ចការងារអ្វីជំនាញអ្វីបាទបំរើពួកយើងតាមរបៀបណាសូម្បីតែការិយាល័យរបស់តំណាងរាជរបស់យើងក៏យើងអត់ស្គាល់នេះហើយគឺជាផលវិបាកជាទុក្ខជាផលវេទនារបស់ពួកយើងដែលជាម្ចាស់ប្រទេសដែលយើងមិនអាចប្រើអំណាចរបស់ខ្លួនក្នុងការដឹកនាំប្រទេសក្នុងការសម្រេចជោគវាសនាប្រទេសជាតិយើងត្រូវតែស្គាល់ពីច្បាប់ស្គាល់ពីអំណាចទាំង5ក្រៅពីអំណាចកម្ពុជាទាំង3គឺមានអំណាចសារព័ត៌មាននិងអំណាចប្រជាពលរដ្ឋយើងត្រូវតែមានមុខរបរយើងត្រូវតែមានជំនាញចាប់ពី2ឡើងទៅដើម្បីមាននៅលទ្ធភាពគ្រប់គ្រងការចំណាយនិងជីវភាពគ្រប់គ្រាន់សាធារណជនមិនទាន់ចប់ទេប្រសិនបើចង់ឲ្យប្រទេសមួយក្លាយជាប្រទេសប្រជាពលរដ្ឋប្រទេសប្រជាធិបតេយ្យពិតប្រាកដយើងចាប់ផ្ដើមមានរដ្ឋធម្មនុញ្ញដែលបង្កើតតាំងពីឆ្នាំ1993ដែលសួរថាអំណាចកម្ពុជាជាតិទាំង3បងប្អូនគិតពិចារណាខ្លួនឯងថាតើឯករាជ្យហើយឬនៅតើមានតលយៈភាពអំណាចឬនៅហើយមកកត្តាសំខាន់ទី3ដែលចាប់ផ្ដើមដំណើរការឲ្យមានលទ្ធិប្រជាធិបតេយ្យមកនោះតាំងពីឆ្នាំ93មកតើប្រជាពលរដ្ឋរបស់យើងនឹងបានក្លាយជាពលរដ្ឋសកម្មនិងពលរដ្ឋឯកតមានពលរដ្ឋនីតិរដ្ឋនិងពលរដ្ឋម្ចាស់ការជីវភាពនយោបាយហើយឬនៅពុកម៉ែបងប្អូនពិចារណាឡើងមកវិញនៅពេលមានការប្រព្រឹត្តនៅអំពើខុសច្បាប់របស់គណៈដឹកនាំខលខូចណាមួយបាទនៅក្នុងអំណាចកម្ពុជាទាំង3ស្ថាប័នដឹកនាំប្រទេសទាំង3ពលរដ្ឋណាហ៊ានយកញត្តិទៅដាក់ពលរដ្ឋណាហ៊ានកសាងនៅផតាំងពលរដ្ឋម្នាក់ណាហ៊ានយកញត្តិទៅសុំដំណោះស្រាយស្របតាមមាត្រាទី35ហ៊ានដាក់ពាក្យបណ្ដឹងស្របតាមមាត្រាទី39បណ្ដឹងរដ្ឋបាលបណ្ដឹងបរិហាបណ្ដឹងតវ៉ាបណ្ដឹងសំណងជួសងការជួសជុលពុកម៉ែបងប្អូនសាធារណជនវាវែងមែនប៉ុន្តែពាក្យមួយឃ្លានេះខ្ញុំអត្ថបាយវាមិនទាន់បានអត់អន់វាមិនទាន់អស់ចិត្តទេយើងត្រឡប់មកវិញកត្តាទី3ដែលធ្វើឲ្យពលរដ្ឋខ្លាយជាពលរដ្ឋម្ចាស់ជោគវាសនាប្រទេសជាតិយើងមើលហើយតើពលរដ្ឋយើងខ្លាយជាមានលទ្ធភាពជាអ្នកម្ចាស់ជោគវាសនាប្រទេសជាតិហើយឬនៅយើងក៏ក្រឡេកទៅមើលយុវជនយើងទៅពលរដ្ឋយើងសពថ្ងៃវិញអាយុចាប់ពី18ឆ្នាំឡើងទៅឃើញមានពលរដ្ឋហើយយុវជនយើងកំពុងតែឆ្លក់វិញនឹងអបាយមុខទេបងប្អូនបានឃើញថាយុវជនខ្មែរយើងបានស្គាល់ពីនយោបាយបានចូលរួមក្នុងជីវភាពនយោបាយសង្គមគិច្ចសេដ្ឋកិច្ចនិងវប្បធម៌ហើយនៅយើងពិចារណាមើលទាំងអស់គ្នាបើសិនជាពលរដ្ឋមិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋប្រជាធិបតេយ្យផងហើយខ្លួនជាយុវជនជាពលរដ្ឋដែលធ្លាក់នៅក្នុងអន្លង់អបាយមុខឲ្យទៅជួបជុំដឹងតែពីស្វឹងណាឲ្យងប់ងល់នឹងស្រីស្រាលបែងគ្រឿងញៀនតើប្រទេសយើងខ្លាយទៅជាប្រទេសប្រជាធិបតេយ្យដោយរបៀបណាពាក្យថាប្រជាធិបតេយ្យពេញលេញប្រជាពាក់កណ្ដាលប្រជាធិបតេយ្យនឹងប្រជាធិបតេយ្យខ្លាយតើកម្ពុជាយើងផុតនៅស្ថានភាពមួយដែរអ្វីដែលបកស្រាយអ្វីដែលបញ្យល់វាស្របទៅតាមចំណេះដឹងឈរនៅលើគោលការណ៍ច្បាប់និងសិទ្ធិមនុស្សអញ្ចឹងសាធារណជនពុកម៉ែបងប្អូនទាំងអស់បើសិនតែនៅមានមន្ទិលចង់ឲ្យខ្ញុំបកស្រាយបន្តទៀតនៅវិជ្ជាខណ្ឌទី2គ្រាន់តែចែងថាបាទប្រជាពលរដ្ឋខ្មែរជាម្ចាស់ជោគវាសនាប្រទេសជាតិនេះរបៀបម៉េចអ្វីទៅដែលហៅថាម្ចាស់ជោគវាសនាប្រទេសជាតិសូមខមមិនមកឲ្យយោបល់មកខ្ញុំនឹងក៏ចង់បកស្រាយឲ្យវែងជាងហ្នឹងដែរ15នាទីហើយមិនទាន់អស់មកត្រឹមតែបានពាក់កណ្ដាលទេតែក៏ព្យាយាមសង្ខេបទៅបើបងប្អូនណាក៏យល់ក៏អាចទទួលបានបងប្អូនណាមិនយល់ក៏មិនអាចទទួលបានក៏អាចខ្ញុំធ្វើការផ្សព្វផ្សាយពន្យល់ណែនាំបន្តទៀតពុកម៉ែបងប្អូនណាយកចិត្តទុកដាក់ឡើងកុំស្រែកតែពាក្យថាស្រឡាញ់ប្រជាធិបតេយ្យស្រឡាញ់សិទ្ធិមនុស្សតែខ្លួនអត់ធ្វើអីសោះ
អត់បានទេយើងជាម្ចាស់ជោគវាសនាប្រទេសជាតិសង្គមប្រជាធិបតេយ្យមួយនេះមានប្រជាធិបតេយ្យឬក៏អត់ដោយសារយើងបាទបើពួកយើងមិនហ៊ានប្រើសិទ្ធិស្របច្បាប់មិនស្គាល់ពីច្បាប់មិនដឹងក្បួនដើរមិនដឹងពីអំណាចកម្ពុជាជាតិទាំង3តើគាត់ធ្វើមិនខុសតើគាត់ធ្វើមិនត្រូវធ្វើមិនទៅប្រជាពលរដ្ឋសង្គមប្រជាធិបតេយ្យមួយនេះអាចដើរតាមធម្មនុញ្ញប្រជាធិបតេយ្យបាននៅបងប្អូនហើយដឹងខ្លួនឯងកុំចោទប្រកាន់កុំវាយតម្លៃតែអំណាចកម្ពុជាទាំង3ត្រូវគិតត្រូវមើលត្រូវវិភាគត្រូវពិចារណាមកខ្លួនឯងជាមុនសិនតើបានធ្វើនៅមិនមែនគ្រាន់តែគេថាពលរដ្ឋដែលឆ្លាតកុំឲ្យខ្វល់ពីនយោបាយគេទៅគម្រាមកំហែងគេទៅសម្លុតបាទគេទៅបង្ខិតបង្ខំដាក់សម្ពាធទៅកាយនឹងចិត្តណាមួយដែលសុទ្ធសឹងតែជាអំពើខុសច្បាប់នោះយើងខ្លាចយើងលែងហ៊ានស្គាល់នៅកតាបកិច្ចគុណនីតិទៅហើយស្រែកទាមទារឲ្យតែប្រទេសនេះមានប្រជាធិបតេយ្យសួរថាតើវាកើតឡើងមកបានតាមរបៀបណាយើងកុំសង្ឃឹមទៅលើបុគ្គលណាមួយកុំសង្ឃឹមទៅលើបនយោបាយណាមួយអ្នកដឹកនាំណាមួយប្រទេសណាមួយអត់បានទេយើងសំណាងយើងមានធម្មនុញ្ញប្រជាធិបតេយ្យហើយយើងធ្វើទៅតាមក្បួនហ្នឹងមកបាទធម្មនុញ្ញអនុញ្ញាតឲ្យពលរដ្ឋខ្មែរគ្រប់រូបហ្នឹងមានសិទ្ធិគ្រប់គ្រាន់បាទតាំងពីសិទ្ធិធ្វើកតកម្មធ្វើបាតកម្មដោយសន្តិវិធីសិទ្ធិប្តឹងមាត្រា39សិទ្ធិជំនឿសាសនាសិទ្ធិបង្កើនជីវភាពបាទសិទ្ធិបង្កើតទីផ្សារសេរីជាពិសេសមាត្រាទី51នេះសិទ្ធិដែលទទួលបាននៅការអនុវត្តរបបដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យសេរីភូប៉ាគឺគ្រប់គ្រាន់តែម្ដងសាធារណជនកុំសម្លឹងឃើញនៅអន្តរជាតិដែលជាប្រទេសសេរីហ្នឹងគិតថាគេសំណាងយើងសំណាងជាងគេទៀតយើងមានធម្មនុញ្ញល្អណាស់តែគ្រាន់តែថាមកពីពលរដ្ឋយើងនឹងដឹកនាំខលខូចមួយចំនួនមិនព្រមអនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យមិនអនុញ្ញាតឲ្យឬក៏មានភាពមិនប្រក្រតីនៅតរយៈភាពអំណាចកម្ពុជាទាំង3បើសិនបើពួកយើងសាធារណជនយើងដឹងពីច្បាប់ធម្មនុញ្ញប្រជាធិបតេយ្យសិទ្ធិមនុស្សប្រជាធិបតេយ្យយើងបណ្ដោះបណ្ដាពង្រឹងខ្លួនឯងចូលរួមក្នុងជីវភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់ប្រទេសជាតិកូរ៉េខាងត្បូងមិនមែនជាដៃគូប្រកួតប្រជែងនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌របស់ជាតិទេខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះមិនមែនជាការប្រៀបធៀបប៉ុន្តែជាការលើកទឹកចិត្តផ្លូវជោគវាសនាប្រទេសជាតិយើងដែលបានចែងតាំងពីឆ្នាំ1993មកគឺជាប្រទេសប្រជាធិបតេយ្យយើងមានច្រើនយើងមានប្រភពចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋរឹងមាំតស៊ូអត់ធ្មត់នឹងកិច្ចការងាររឿងអីធ្លាប់មានអរិយធម៌មានកេរដំណែលបន្សល់ទុកពីដូនតាប្រភពធនធានធម្មជាតិស្ទឹងបឹងអូភ្នំឬក៏ចង់ឲ្យមានហិរញ្ញភាពនៃទ្រព្យសម្បត្តិធនធានធម្មជាតិកេរមរតកដូនតាក្នុងរូបចិត្តមិនប្រក្រតីណាមួយបន្តទៀតសូមពិចារណាភ្ញាក់រលឹកហើយចូលរួមបម្រើសង្គមជាតិក្នុងរូបភាពនយោបាយសេដ្ឋកិច្ចសង្គមនិងវប្បធម៌បាទសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ